រាសម្ដែងស្រីនុនវរណុតកំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្រោយសម្ដែងរឿងភ្នំមនុស្សរស់ខណៈដែលនាងក៏មានការរិះគន់ខ្លាំងដែរទៅលើរឿងមួយនេះព័ត៌មានតារាជាតិតារាអន្តរជាតិសង្គមវប្បធម៌អរិយធម៌តន្ត្រីនិងភាពយន្តអ្នកនិយមតាមដានរឿងភាគថៃក៏បានស្គាល់ហើយនុនវរណុតគឺជាតារាស្រីជើងចាស់ឆ្នាំនេះបើយើងមើលអាយុរបស់គាត់គឺ44ឆ្នាំហើយបើនិយាយពីសម្រស់វិញគឺថានៅក្មេងលហកដដែលបងប្អូនឥឡូវនេះកំពុងតែផ្ទុះការចាប់អារម្មណ៍ក៏ដូចជាមានសន្ទុះគាំទ្រកាន់តែខ្លាំងមួយកម្រិតទៀតហើយគាត់ជាតារាល្បីហើយប៉ុន្តែរឿងនេះគឺកាន់តែល្បីទៀតដូចបងប្អូនបានឃើញហើយថ្មីនេះគឺមានការសម្ពោធរឿងថ្មីរបស់គាត់គឺភ្នំមនុស្សរស់ដែលនុនវរណុតគឺជាតួនាងឡានធំនឹងឯងផលិតករគឺជះលុយខ្លាំងមែនទែនពុកម៉ែបងប្អូនដោយសារតែមានការសូនកម្មួនណាជារូបនាងឡានធំនៅក្នុងមឈូសនឹងឯងគឺចាយលុយខ្លាំងមែនទែនហើយបើយើងក៏លេចមើលសម្រស់របស់ឡានធំវិញបងប្អូនអើយគឺថាស្រស់ស្អាតខ្លាំងមែនទែនគឺថាមិនសរសើរមិនបានអាយុ44ឆ្នាំក៏ពិតមែនតែសម្រស់នឹងគឺក្មេង20ឆ្នាំ25ឆ្នាំគឺថាសុំចាញ់និយាយមែនគាត់នៅតែស្អាតពីមួយឆ្នាំទៅមួយឆ្នាំគឺថានុនវរណុតគឺកាន់តែស្អាតខ្លាំងមែនទែនតារាស្រីម្នាក់នេះមិនមែនត្រឹមតែជាតារាសម្ដែងទេជាតារាបង្ហាញម៉ូដហើយថ្មីនេះក៏មានការរៀនបន្ថែមទៅលើភាសាចិនហើយក៏បានចូលរួមនៅក្នុងកម្មវិធីនៅឯប្រទេសចិនផងដែរខណៈដែលកំពុងមានការសរសើរពីស្នាដៃពីការសម្ដែងរបស់គាត់នៅក្នុងរឿងភ្នំមនុស្សរស់នេះក៏មានការរិះគន់ដែរថាជាតារាសម្ដែងលេខ1នៅក្នុងប្រទេសថៃហើយគឺអ្នកណាមិនស្គាល់នុនវរណុតចាគឺសេដ្ឋីវល់លៀនចាគឺជាអ្នកមានស្ដុកស្ដំប៉ុន្តែគាត់មិនដែលឈប់ធ្វើការម្ដងណាឡើយគាត់មិនដែលផ្ដេកផ្ដួលទៅនឹងការចាយលុយប្តីរបស់គាត់ទេបើទោះបីជាគាត់ជាសេដ្ឋីនីនៅប្រទេសថៃក៏ដោយគាត់នៅតែប្រឹងប្រែងធ្វើការហើយការសម្ដែងរបស់គាត់គឺប្រាក់ចំណូលគឺថាកប់ពពកតែម្ដងមហាជនក៏បានលើកឡើងដែរថាចង់ឲ្យនុនវរណុតសម្ដែងវិញបើចាប់អាជីពអីផ្សេងទេជាពិសេសគឺការច្រៀងតែម្ដងអ្នកដែលតាមដាន IG របស់គាត់ច្បាស់ជាបានដឹងហើយថាថ្មីនេះនុនវរណុតបានទៅច្រៀងនៅក្នុងកម្មវិធីមួយនៅប្រទេសចិនហើយក៏គេបានរិះគន់ដែរថាគាត់មិនស័ក្តិសមជាអ្នកចម្រៀងច្រៀងភាសាចិនមិនសូវព្រោះអីអញ្ចឹងណាសុកចិត្តថាកុំច្រៀងអីល្អជាងចាប់តែអាជីពតារាសម្ដែងហ្នឹងគឺគ្រប់គ្រាន់ហើយអីអញ្ចឹងទៅនេះគឺជាការលើកឡើងរបស់មហាជនមួយចំនួនដែលគាត់មិនសូវជាពេញចិត្តទៅលើការបន្ថែមអាជីពជាអ្នកចម្រៀងរបស់នុនវរណុតច្រៀងភាសាចិនគឺចង់ឲ្យគាត់សម្ដែងតែម្យ៉ាងបានហើយគឺសមជាងអីចឹងទៅរូបរាងគាត់សម្លេងគាត់គឺមុខមាត់គាត់អីសមតារាសម្ដែងជាងប៉ុន្តែបងប្អូនគាត់នៅតែបន្ថែមអាជីពរបស់គាត់ទាំងការរាំទាំងការច្រៀងបងប្អូនតាមដាន IG គាត់គឺដឹងហើយអញ្ចឹងការអាប់ដេតព័ត៌មាននាងខ្ញុំគឺមានតែប៉ុណ្្នឹងឯងទៅលើការរិះគន់របស់មហាជនទៅលើទឹកដមសំនៀងនៃការច្រៀងភាសាចិនរបស់គាត់គឺអត់សូវព្រោះអីចឹងទៅតែបើឲ្យសម្ដែងគឺថា the best in the world ចាអញ្ចឹងព័ត៌មាននេះមានតែប៉ុណ្្នឹងឯងអរគុណចំពោះការតាមដានចាកុំភ្លេចជួយ follow account TikTok របស់នេះខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅព័ត៌មានថ្មីអំពីព័ត៌មានតារាជាតិក៏ដូចជាតារាអន្តរជាតិ See you next video ចា